น้องบางคนต่างออกគ្នាមកដឹងអំពីការញ៉ាំទឹកក្តៅមួយកែវពេលព្រឹកវីដេអូនេះនឹងប្រាប់បងប្អូនទាំងអស់គ្នាថាការញ៉ាំទឹកក្តៅអូនមួយកែវពេលព្រឹកជួយអ្វីខ្លះទៅដល់រាងកាយរបស់យើងញ៉ាំទឹកក្តៅអូនមួយកែវពេលព្រឹកវាអាចជួយដាស់ក្រពះនិងពោះវៀនរបស់អ្នកទាំងអស់គ្នាឲ្យធ្វើការបានល្អពេញមួយថ្ងៃដោយសារតែទឹកក្តៅអូននេះវាជួយរំលាយអាហារហើយជួយសម្រួលការបន្ទោបង់ឲ្យបានងាយស្រួលជៀសវាងពីការទល់លាមកហើយលើពីនេះការញ៉ាំទឹកក្តៅអូនមួយកែវហ្នឹងវាមានតួនាទីលាងសម្អាតតម្រង់នោមនិងជួយលាងជម្រះសរសៃឈាមឲ្យមានដំណើរការចរន្តឈាមបានល្អជាងមុនសម្រាប់អ្នកដែលសម្រក់គីឡូទឹកក្តៅអូនគឺមានតួនាទីនៅក្នុងការជួយបង្កើនការដុតបំផ្លាញកាឡូរីក៏ដូចជាជួយបំបែកនៅកោសិកាខ្លាញ់ទូចៗដែលជួយសម្រួលឲ្យការបន្ទោបង់ហ្នឹងគឺមានដំណើរការល្អប្រសើរជាងមុនមកដល់ទីបញ្ចប់អញ្ចឹងសម្រាប់បងប្អូនទាំងឡាយណាដែលអត់ចូលចិត្តឬក៏អត់ទាន់ដឹងថាការញ៉ាំទឹកក្តៅអូនពេលព្រឹកមានអត្ថប្រយោជន៍បែបណាមើលវីដេអូនេះហើយកុំភ្លេចភ្ញាក់ពីគេងទៅញ៉ាំទឹកក្តៅមួយកែវពេលព្រឹកដើម្បីទទួលបានអារម្មណ៍ល្អពិសេសគឺធ្វើឲ្យខួរក្បាលយើងហ្នឹងវាដើរបានលឿនរហ័សតែម្ដងអញ្ចឹងវីដេអូនេះគឺល្អខ្លាំងណាស់កុំអូសរំលងជាពិសេសបើបានមើលហើយយកអនុវត្តផងរីអរគុណច្រើន